គឺជាទេសភាពវាស្រែស្រុកគេនៅខាងលើផ្លូវអង្គបនេះផ្លូវដើរទៅខាងក្រោមអញ្ចឹងតែយើងដើរទៅមុខអស់គ្នាផ្លូវក្រោមថ្ងៃរះថ្ងៃចេះប៉ុន្តែរឿងតិចព្រោះវាចូលដល់រដូវតិចហើយនោះរងប្រត់តង់ប្រអីនោះសិតតែគេដាំបន្លែក្នុងនោះហើយផ្លូវវានេះសិតតែបេតុងរបស់នៅតាមវាខ្សែវាអីវារួមបេតុងមកមានអីត្រូវនេះទេពាន់ភ្លើងវាណាមានថ្ងៃហ្នឹងណាអានោះសិតថារោងគេដាំបន្លែខាងក្នុងនោះដាំបន្លែដាំជាការខាត់ណាពេញប៉ោះនឹងបន្លែយំបន្លែច្រើនណាស់អានេះខ្ទឹមនេះខ្ទឹមសយើងនេះដល់នេះគេដាំខ្ទឹមសតែអាមូបែនេះអានេះក្នុងនេះច្បើងហ្នឹងច្បើងគេរុំអញ្ចឹងម៉ាស៊ីនគេមានម៉ាស៊ីនគេរុំអានេះស្រូវគេឆូតហើយទៅគេរុំច្បើងណាស់ចឹងគេយកទៅគួរស៊ីមើលគេមកផ្លូវវាបែបធំសើភ្នំដុកឈើក្រហមមកហើយជ្រួហើយជាក់ខ្លាំងពេកស្អាតណាស់មើលទៅស្រស់ស្រាយមានទេសភាពស្រុកស្រែនេះស្រុកខ្ទឹមនេះវាខ្សែដែលគេដកខែជ្រួតនោះស្រូវគេជ្រួតណែតាមប្រមូលច្បើងបែសាក់ផ្លូវយំផ្លូវបេតុងនៅអស់ហ្មងមានប្រវត្តិធ្វើដំណើរមិនព្រៀងមិនអីទេនេះអានេះរោងគេដាំបន្លែហើយឃើញខ្ញុំថាតិចអត់តិចអីយូរវាមានម៉ាស៊ីនកម្ដៅវាដាំបន្លែដូចបន្លែខ្លះអញ្ចឹងវាធ្វើការកម្ដៅវាបិទអ៊ីចិតអញ្ចឹងទៅនេះបិទចិត្តឈឹងនេះមានសត្វអីចូលរួចទេទៅវាបើកភ្លើងកម្ដៅក្ដៅតាមដែរបន្លែចង់បានប្រមាណអញ្ចឹងទៅក្នុងពេញប៉ោះណាដាំពេញប៉ោះនេះខ្ទឹមនេះខ្ទឹមសយើងហ្នឹងដោះឲ្យនោះមើលដោះឡើងនេះលឹកវាឡើងបែកនៅនោះផ្លូវខ្នល់វានោះសើភ្នំព័ទ្ធជុំវិញភ្នំនេះវាស្រែធ្វើស្រូវធ្វើអីអានេះប្រព័ន្ធបន្លាយទឹកគេនេះទឹកចេះខ្វះហើយទឹកមានរហូតអានេះទឹករៀងរីងនៅបន្លាយនោះធំនោះបន្លាយធំស្អាតទឹកសដរោងហ្នឹងរោងគេដាំបន្លែដែរមិនរោងផ្ទះគេអីហ្នឹងបន្លែក្នុងស្រុកបន្លែនោះផ្ទះគេនៅនោះនេះបែសតាច្បើងណាគេរុំវាឡើងចិត្តយំទឹកភ្លៀងក៏ចូលវាដែរចូលអត់រួចទេគេរុំថង់តន់ចិត្តហើយគេមានម៉ាស៊ីនគេរុំហើយគេស្ទុកយកទុកឲ្យគួរស៊ីអញ្ចឹងដែរបែបធំនេះស្រូវនេះគេច្រូតហើយណានៅស្រូវច្រាំងវាច្រូតហើយវាដាក់បែឡងតមៀបគ្នាអត់ចូលអត់មានរត់រេដូចយើងហើយផ្លូវសដាបេតុងអស់មកយូរនោះរោងសាប់ផ្លែគេដាំផ្លែនោះជប់ការខ្ទឹមគេដាំខ្ទឹមខែចាក់គេដាំខ្ទឹមព្រោះវាធន់នឹងត្រជាក់
pon tắc tê này ok chẳng phần năng lấy chẳng